Bà lấy với màu sắc xa thành nạ với dù có công rật đầm bồn dương màu rung lực mì riêng chả 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 đại thị trán cứ nẹ sắc xa thành nạ với dù có đầm bồn ca xa xí cứ nơi tại mình trông trời tì xa xí khổ lấy dương màu mơ với dù có đầm bồn tại dương thờ riêng này kia khăn ở với đầu này và chẳng dương nơiក្នុងvideo này dươngនឹងចែករំលែកនៅแทนមួយគេហៅថាបច្ចុប្បន្នកាលសាមញ្ញ present simple ហើយមុននឹងយើងចូលទៅកាន់ទម្រង់របស់វាយើងមករំលឹកមេរៀនឲ្យអ្នកទាំងអស់គ្នានឹងអ្នករៀននឹងគឺស្វែងយល់អំពីប្រធានដែលជាទូទៅយើងស្គាល់ថា I U V Day He She នឹងគឺជាប្រធានបាទហើយអានេះគឺជាគុណនាមកម្មសិទ្ធិដែលខ្ញុំមិនលើកយកមកនិយាយទេនៅក្នុងវីដេអូនេះដែលខ្ញុំសង្កត់ធ្ងន់ជាងគេនៅវីដេអូនេះគឺ subject pronoun ដែលយើងយកវាយកមកសិក្សានៅក្នុង present simple បាទអានេះគឺជារូបមន្តpresent simple ដែលយើងធ្លាប់តែឮថា present tense present simple tense បាទ simple present tense អានេះគឺជាប្រធានហើយមួយនេះគឺជា verb ឬក៏គេហៅថា main verb ហើយខាងនេះគឺជា object អានេះយើងបូកបាទយើងដាក់សញ្ញាបូកបែបនេះហើយយើងមើលនេះគឺជាប្រធាន I ហើយបូកជាមួយនឹង verb ហើយបូកជាមួយនឹងកម្មបត្តិ with you នេះគេហៅថាទម្រង់បាទ positive sentence ទម្រង់ស្របបាទគេហៅថាទម្រង់ស្របបាទទម្រង់ស្របបាទនេះគឺជាទម្រង់ទាំង3ដែលភាគច្រើនដែលយើងប្រើជាទូទៅបាទអញ្ចឹងទី1យើងប្រើ positive form ទម្រង់ស្របហើយយើងប្រើប្រធាន V ហើយ verb របស់យើងគឺ like ចូលចិត្តហើយ our English lesson នេះគឺជាកម្មបត្តិហើយសម្រាប់នេះវិញគឺជាទម្រង់ negative ដែលគេហៅថាទម្រង់បដិសេធដែលយើងប្រើជាមួយនឹងប្រធាន V ហើយយើងប្រើក្រិយាសព្ទមុខជំនួយនេះ do not នេះគឺយកមកវាជំនួយនៅក្នុងទម្រង់បដិសេធហើយ verb របស់វាគឺជា like ហើយ object កម្មបត្តិរបស់វាគឺជា our English lesson ដូចគ្នាបាទហើយសម្រាប់ទម្រង់សំណួរវិញយើងមើលឃើញ do នេះយើងយកវាយកមកបង្កើតជារបស់សំណួរហើយ V នេះគឺជា subject បាទ subject pronoun ហើយ verb របស់យើងគឺនេះគឺ like ហើយ our English នេះគឺជា object កម្មបត្តិចឹងយើងនឹងngheថាអានេះគឺជាទម្រង់ស្របបដិសេធហើយនឹងសំណួរអានេះយើងត្រូវចាំវាតែម្ដងសម្រាប់អ្នករៀនដំបូងតែកុំឲ្យច្រឡំទៀតហើយពេលយើងប្រើយើងត្រូវទាញធ្វើម៉េចឲ្យប្រយោគនីមួយហ្នឹងត្រូវតែមានប្រធានបូកជាមួយនឹង verb ហើយបូកជាមួយនឹង object កម្មបត្តិអាហ្នឹងគឺជាលក្ខណៈធម្មតាពីប្រធានរបស់វាទីពី sentence របស់វាដែលយើងត្រូវស្វែងយល់បាទនេះខ្ញុំ highlight ឲ្យយើងមើលដែលយើងត្រូវតែស្វែងយល់ហើយត្រូវចាំថាពេលយើងប្រើ do នេះបានតែជាមួយនឹងប្រធានទាំង4នេះ are you we they នេះទេទៅប្រើ does យើងប្រើបានជាមួយនឹង he she it ហើយយើងចាំថាពេលយើងប្រើ does នេះបានតែ2ទេទី1យើងប្រើនៅក្នុងទម្រង់ question 1បាទ question 1ហើយនឹងទម្រង់បដិសេធដែលយើងប្រើជាមួយនឹងប្រធាន he she it នេះ
ជាក់ស្ដែងយើងមកមើលប្រយោគរបស់យើងនេះឃើញនេះគឺជាប្រធាន you subject you ហើយអានេះគឺជាកិត្តិស័ព្ទជំនួយបាទ do នេះកិត្តិស័ព្ទជំនួយហើយលាវនេះគឺជា verb បាទឃើញទេយើងបែងចែកយើងត្រូវយល់ហើយត្រូវដឹងថាហ្នឹងគឺជា verb ហើយ you នេះជាប្រធានហើយ do នេះគឺជាកិត្តិស័ព្ទជំនួយដើម្បីធ្វើជានៅក្នុងទម្រង់សំណួរបាទហើយអានេះដូចគ្នាឃើញទេយើងប្រើ does នេះគឺជាកិត្តិស័ព្ទជំនួយយកមកធ្វើជំនួយក្នុងសំណួរហើយ he នេះគឺជាប្រធាន subject ហើយ live នេះគឺជា verb ជាកិត្តិស័ព្ទអញ្ចឹងយើងត្រូវតែដឹងហើយយើងត្រូវបង្កើតបាទយើងត្រូវបង្កើតហើយយើងសរសេរបែបហ្នឹងហើយយើងត្រូវតែបាទយើងត្រូវ note ចំណាំឲ្យវាច្បាស់តកតងជាមួយនឹងរបៀបក្នុងការប្រើ do ហើយនឹង does ជាមួយនឹងប្រធានទាំង7ហ្នឹងបាទ